ជំរាបសួរបងប្អូនកូនខ្មែរទាំងអស់គ្នាបងប្អូនបានឃើញព័ត៌មានមួយរយៈហ្នឹងហើយថាខ្មែរយើងរដ្ឋាភិបាលខ្មែរយើងខ្លាំងកម្រិតណាគឺខ្លាំងរឿងចាប់ខ្មែរខ្លួនឯងដាក់គុកហើយក្នុងនោះបើចាប់មនុស្សជាធម្មតាខ្ញុំមិនសូវជាហួសប្រមាណថាហួសដែរតែហួសចិត្តដែរថាចាប់មនុស្សស្លូតត្រង់ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តហ្នឹងគឺចាប់ជនពិការភាពម្នាក់ហើយប៉ូលីសមកទាំងឡានមកដឹកយកទៅហើយធ្វើដូចគ្នាអក្រិតជនអក្រិតអីមកពីណាស់ណាអញ្ចឹងហើយសូទៅគ្នារត់ទៅណារួចគ្នាជនពិការហ្នឹងអានេះឲ្យភាពខ្លាំងរបស់រដ្ឋាភិបាលខ្មែរហើយខ្ញុំទទួលបានការឈឺចាប់ពីបងប្អូនកូនខ្មែរជាច្រើនជាពិសេសវីរៈកងទ័ពយើងទទួលថាបងខ្ញុំខ្វះនេះបងខ្ញុំខ្វះស្បៀងចេះមួយចុះពីរគ្រប់សពបែបយ៉ាងណាហើយបងប្អូនភៀសសឹកខ្លួនយើងផ្ទាល់ហ្នឹងក៏ចឹងដែរតែពេលខ្លះហ្នឹងចង់ឲ្យហ៊ុនសែនកាត់ទាំងដីដែលកាត់ដែលសៀមយកបានចង់កាត់ទាំងមនុស្សហ្នឹងទៅឲ្យគេទៅទៀតណាព្រោះវាឈឺចាប់ពេកឬបងប្អូនកូនខ្មែរយើងហត់ចោលស្រុកប្រមាណជំនាន់នេះខ្ញុំសង្ឃឹមថាអ៊ំពូមីងដែលរត់ភៀសខ្លួនរត់ភៀសសឹកជាច្រើនហ្នឹងនឹងបណ្ដោះអាចចិត្តចង់ការពារជាតិបើខ្លួនយើងមិនមានសមត្ថភាពក្នុងការចូលរួមការពារជាតិទេបណ្ដោះចិត្តគំនិតបណ្ដោះឆន្ទៈមនសិការហ្នឹងផ្ទេបន្តវេនទៅឲ្យកូនខ្លួនឯងព្រោះកូនខ្លួនឯងជាតំពាំងស្នងឫស្សីព្រោះកូនយើងរៀនបានខ្ពស់ហើយការពីចំនួនយើងរត់ចោលស្រុកអញ្ចឹងហើយចំនួនកូនយើងគួរតែបណ្ដោះដើម្បីឲ្យចូលរួមការងារកិច្ចការងារសង្គមការងារប្រទេសជាតិហើយមិនចង់ឲ្យពូជពងខ្មែរយើងបាត់បង់សូន្យសងទេណាជំនាន់ហ្នឹងរត់ហើយជំនាន់នេះរត់ទៀតរត់ចេញពីដីខ្លួនឯងដោយសារតែរដ្ឋាភិបាលរបបតកូលហ៊ុនហ្នឹងបានចុះសញ្ញេស្អីគេសេចក្តីថ្លែងការណ៍ហ្នឹងហើយសេចក្តីថ្លែងការណ៍ឃើញគេមិនទៅហឺបលាលុះទេគេយកដីគេទៅត្រៀមដីអ្វីដែលយើងបាត់បង់ហ្នឹងមិនទៅទៀមទាគេមកទៀតខ្ញុំជឿថារបបតកូលហ៊ុនហ្នឹងមិនមែនមានមនុស្សមកគ្មានចេះអក្សរអីមកតួសោះទេរៀនសិតតែបណ្ឌិតតែគំនិតចាញ់ទាំងលោកភុនយុទ្ធទៅទៀតរៀនបណ្ឌិតអស់លុយរាប់ម៉ឺនដុល្លារប៉ុន្តែគំនិតមិនបានឆ្កែផងហើយđâyខ្ញុំនិយាយបែបហ្នឹងព្រោះអីក្រុមបណ្ឌិតអស់ហ្នឹងចូលទៅបំរើជាមួយនឹងអាពូជហ៊ុនសែនហ្នឹងបើបានធ្វើឲ្យប្រទេសវាកាន់តែលាយទៅហើយវិសោធនកម្មដកសញ្ជាតិវិសោធនកម្មស្អីផ្សេងបង្កើតច្បាប់ហ្នឹងបង្កើតបំផ្លាញតែខ្មែរតាមានបង្កើតដើម្បីការពារពលរដ្ឋមិនមែនបង្កើតដើម្បីការពារខ្មែរឯណាហើយការរងគ្រោះហ្នឹងមិនមែនគេរងគ្រោះតែបងប្អូនកូនខ្មែរតូចហ្នឹងទេពួកអាមន្ត្រីរាជការពួកអាអ្នកមានមុខមានមាត់ពួកអាឯកឧត្តមឯអស់ហ្នឹងក៏គង់តែរងគ្រោះដែរតែអ្នកខ្លះហ្នឹងរងគ្រោះតែមិនហ៊ានហៅមាត់ផងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាយើងមានតំណែងមានឋានៈតួនាទីថ្ងៃហ្នឹងថ្ងៃក្រោយគេដកបានស្រួលដែរដោយសារតែប្រទេសហ្នឹងវាអត់មានប្រជាធិបតេយ្យហើយខ្ញុំសង្ឃឹមថាអ្នកចេះដឹងទាំងអស់គ្នាហ្នឹងគិតបកមកវិញហើយជាពិសេសបងប្អូនកូនខ្មែរដែលកំពុងរងគ្រោះអ្នកខ្លះមានចេតនាថាអូខ្ញុំចង់រត់ចោលស្រុកខ្ញុំចង់រត់ចោលផែនដីហ្នឹងខ្ញុំចង់រត់ចោលកម្ពុជាហ្នឹងព្រោះអីពិបាករស់ឥឡូវបើសិនជាយើងមានគំនិតចង់រត់ចោលស្រុកអញ្ចឹងឥឡូវយើងផ្លាស់ប្ដូរតែពូជតកូលហ៊ុននឹងមួយបោះចោលហើយយើងយកប្រទេសនឹងឲ្យខ្មែរដឹកនាំដោយឯករាជ្យខ្ញុំគិតថាល្អដែរទេចេះជាថ្ងៃក្រោយទៅយើងខ្លាយទៅជាពូជមួយបាត់ប្រទេសជាតិពូជមួយបាត់ដែលអធិបតេយ្យពូជសាសមួយដែលថោកទាបពូជប្រទេសពូជសាសមួយដែលបាត់ប្រទេសពិភពលោកវាថោកណាវាថោកហើយក៏ថោកមើលថ្ងៃក្រោយទៅបាត់ដីនៅក្នុងជំនាន់ហ៊ុនសែនហ្នឹងឬក៏បាត់ប្រទេសឬក៏គេកាត់អីខ្ទេចខ្ទីនៅជំនាន់ហ៊ុនសែនហ្នឹងមិនមែនថោកតែហ៊ុនសែនទេថោកខ្មែរទាំងពូជហ្នឹងព្រោះខ្មែរជំនាន់ហ្នឹងអត់ខ្វល់ពីប្រទេសជាតិខ្ញុំដឹងថាបេះដូងបងប្អូននៅក្នុងស្រុកវីរៈកងទ័ពឬក៏បងប្អូនកូនខ្មែរនៅក្នុងស្រុកឈឺចាប់ខ្ញុំដឹងហើយអ្នកដែលនិយាយហ្នឹងមិនប្រមាណភាគរយទេដែលនិយាយថាគាំទ្ររបបតកូលហ៊ុននោះហើយអាអ្នកគាំទ្ររបបតកូលហ៊ុននោះក៏មិនដឹងកពូជមកពីណាដែរខ្ញុំមាននិយាយអញ្ចឹងក៏ប៉ុន្តែបើសិនជាកម្ពុជាខ្មែរពិតប្រាកដច្បាស់ណាស់ថាស្រឡាញ់ទឹកដីខ្មែរហើយខ្ញុំសង្ឃឹមថាបងប្អូនខាងក្រៅប្រទេសដែលរៀនសូត្រចេះដឹងបងប្អូនដែលរៀនសូត្រចេះដឹងណាសូមឲ្យចូលរួមកិច្ចការងារប្រទេសជាតិដើម្បីយកឯករាជ្យដើម្បីយកលទ្ធិប្រជាធិបតេយ្យយកសេរីភាពសម្រាប់ពូជខ្មែរយើងទៅថ្ងៃអនាគតត្រឡប់មកវិញចាសូមអរគុណ